សួស្តីប្រិយមិត្តទាំងអស់គ្នាសារព័ត៌មានសង្ហបុរី CNA ប្រធានាធិបតីតៃវ៉ាន់លោកឡៃជីងតេបានបង្ហាញការគាំទ្ររបស់លោកចំពោះប្រទេសជប៉ុននៅថ្ងៃប្រហ័សទី20វិច្ឆិកានេះជាមួយនឹងអាហារថ្ងៃត្រង់ស៊ូស៊ីដែលមានប្រភពពីប្រទេសជប៉ុនបន្ទាប់ពីប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់របស់ប្រទេសជប៉ុននៅក្នុងចំនួនដែលកំពុងតែកើនឡើងលើកោះដែលចិនទាមទារភាពតានតឹងរវាងប្រទេសទាំងពីរបានឆាបឆេះឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនថ្មីលោកស្រីសាណាអេតាកាអ៊ីឈីបាននិយាយនៅក្នុងខែនេះថាការវាយប្រហាររបស់ចិនលើតៃវ៉ាន់ដែលគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុនអាចនឹងបង្កឲ្យមានការឆ្លើយតបខាងយោធាលោកឡៃជីងតេនៅក្នុងរូបភាពទៅលើបណ្ដាញសង្គម X បានបង្ហាញខ្លួនឯងកំពុងញ៉ាំអាហារថ្ងៃត្រង់ស៊ូស៊ីដែលមានត្រីលឿងមកពីកោះកាហ្គូស៊ីម៉ារបស់ប្រទេសជប៉ុននិងស្តាឡុកពីកោះហុកកៃដូលោកបានសរសេរនៅលើ Facebook និង Instagram របស់គាត់ថាអាហារថ្ងៃត្រង់ថ្ងៃនេះគឺស៊ូស៊ីនិងស៊ុបមីស៊ូហើយបានប្រើពាក្យដូចគ្នាជាភាសាជប៉ុននៅលើគណនី X របស់គាត់ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះចិនបានហាមឃាត់ការនាំចូលអាហារស្រដៀងគ្នានេះដែរពីតៃវ៉ាន់រួមមានទាំងម្នាស់និងត្រីតៃវ៉ាន់នៅក្នុងអ្វីដែលទីក្រុងតៃប៉េនិយាយថាជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធរបស់ចិនថ្លែងទៅកាន់អ្នកចូលព័ត៌មាននៅសភាកាលពីថ្ងៃប្រហ័សម្សិលមិញរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោកលីនឆៃលូបាននិយាយថាការប្រើប្រាស់ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចនិងការគំរាមកំហែងផ្នែកយោធារបស់ចិនដើម្បីធ្វើបាបប្រទេសដទៃគឺមានច្រើនពេកហើយនៅចំណុចសំខាន់នេះយើងក៏ត្រូវតែគាំទ្រជប៉ុនក្នុងការធ្វើឲ្យស្ថានភាពមានស្ថិរភាពនិងបញ្ឈប់អរិយាប័ត្រធ្វើបាបរបស់បកកុម្មុយនីសចិនលោកលីនក៏បាននិយាយថាជនជាតិតៃវ៉ាន់គួរតែនាំគ្នាទៅទស្សនាប្រទេសជប៉ុនឲ្យបានច្រើននិងទិញទំនិញជប៉ុនបន្ថែមទៀតដើម្បីបង្ហាញពីមិត្តភាពរបស់ពួកយើងជាមួយប្រទេសគេចំណែកសារព័ត៌មាន Reuters នៅថ្ងៃទី20វិច្ឆិកានេះអាជ្ញាធរឥណ្ឌូនេស៊ីបានជំនះមនុស្សជាង 1000 នាក់រួមទាំងអ្នកឡើងភ្នំជាង 170 នាក់កាលពីថ្ងៃប្រហ័សបន្ទាប់ពីការផ្ទុះភ្នំភ្លើងស៊ីមូរូដែលជាកំពូលភ្នំខ្ពស់បំផុតមួយរបស់ប្រទេសមន្ត្រីបាននិយាយថាកម្រិតប្រកាសអាសន្នត្រូវបានរក្សានៅកម្រិតខ្ពស់បំផុតបន្ទាប់ពីភ្នំភ្លើងស៊ីមូរូនៅលើកោះជ្វាបានផ្ទុះឡើងចំនួន10ដងកាលពីថ្ងៃពុធដោយបញ្ចេញផេះយ៉ាងច្រើននិងបញ្ជូនកំអែលភ្នំភ្លើងនិងថ្មរហូតដល់ទៅ13គីឡូម៉ែត្រចុះតាមជម្រាលជើងភ្នំចំណែកសារព័ត៌មានអាល្លឺម៉ង់ DW មន្ត្រីសហភាពអឺរ៉ុបព្រមានថារុស្ស៊ីអាចនឹងសាកល្បង NATO ក្នុងរយៈពេលប្រមាណឆ្នាំទៀតនៅចំពោះមុខសមត្ថភាពរបស់អឺរ៉ុបក្នុងការចម្លាត់កម្លាំងដែលនៅតែមានភាពទន់ខ្សោយដោយដាក់ចេញនូវផែនការរាប់ពាន់លានដុល្លារគណៈកម្មាធិការអឺរ៉ុបមានគោលបំណងបង្កើតតំបន់ចល័តយោធានៅទូទាំងសហភាពអឺរ៉ុបហើយបានដាក់ចេញនូវគម្រោងបន្ទាន់ចំនួន500ដើម្បីធ្វើឲ្យប្រសើរឡើងនៅផ្លូវថ្នល់ស្ពាននិងកាត់បន្ថយពេលវេលានៅតាមព្រំដែននៅឆ្នាំ2027បច្ចុប្បន្ននេះការដឹកជញ្ជូនឧបករណ៍ធ្ងន់ៗអាចចំណាយពេលរហូតដល់ទៅ60ថ្ងៃ